ngàyនេះគឺជាថ្ងៃចុងសប្តាហ៍បងប្អូនទាំងអស់គ្នាអ្នកមានកូនតូចគួរតែយល់ហើយតម្រាំបានចេញក្រៅម្ដងដល់កាពៀកទៅបើមិនកាពៀកទៅទេដល់តែកូនដេកតែថ្ងៃនេះវិញកូនខ្ញុំអត់ដេកទេហើយក៏ខ្ញុំអត់កាពៀកទៅដែរឃើញឲ្យក្មេងខ្ញុំកំពុងតែមូលថ្នាំជក់នៅលើក្រែខ្ញុំក៏បោះមីលាចោលឲ្យវាលេងនៅលើក្រែខ្ញុំក៏ឡើងម៉ូតូទៅទំនប់ផ្លែតហ្មងសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកធ្វើម្ហូបធ្វើឆាបន្លែចម្រុះបងប្អូនទាំងអស់គ្នាហើយបន្លែរបស់ខ្ញុំគឺមានត្រឹមតែ6មុខទេបងសម្រាប់បងប្អូនស្ត្រីមានផ្ទះផ្សេងគេអាចដាក់បន្លែច្រើនជាងនោះប៉ុន្តែខ្ញុំចូលចិត្តតែបន្លែប៉ុណ្ណឹងខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំក៏បានដាក់ខ្លាញ់ជ្រូកបំពងអស់គ្នាសម្រាប់ឆានេះគឺខ្ញុំឆាជាមួយខ្លាញ់ជ្រូកបន្តមកខ្ញុំក៏បានដាក់ខ្ទឹមចូលហើយដាក់គ្រឿងក្រៅតាមចំណូលចិត្តរបស់បងប្អូនចូលចិត្តដាក់ប៉ុណ្ណាដាក់ប៉ុណ្ណឹងតែសម្រាប់ខ្ញុំប៉ុណ្ណេះគឺអូខេហើយអធិស្ឋានបងប្អូនទាំងអស់គ្នាផងដោយសារតែថ្ងៃហ្នឹងមានកម្មវិធីបុណ្យអញ្ចឹងហើយមានសម្លេងរំខានតិចតួចអញ្ចឹងបងប្អូនកុំប្រកាន់ណាហើយម្យ៉ាងទៀតខ្ញុំមានកូនតូចទៀតមកចេះចាច់ទៅរកកន្លែងស្ងាត់គឺអត់បានទេអត់មានអ្នកគេមើលកូនហើយជាចុងក្រោយហ្នឹងឆារបស់យើងក៏បានឆ្អិនទន់ល្មមហើយបន្លែរបស់យើងក៏រៀងទន់ដែរហើយវីដេអូរបស់យើងបានចាប់